ថ្នាំព្យាបាលឡើងជាតិអាស៊ីតជំរាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាខ្ញុំបាទគ្រូថ្នាំឱសថបុរាណប៉ុលសារីសញ្ញាត្បាល់បុកថ្ងៃនេះសូមចែករំលែកថ្នាំព្យាបាលឡើងជាតិអាស៊ីតដែលឧស្សាហ៍ឈឺតាមសន្លាក់ដៃជើងម្រាមដៃម្រាមជើងជាដើមរូបមន្តមាន3យ៉ាងទី1គល់ស្លឹកគ្រៃទី2ស្លឹកតើយទី3ស្លឹកក្រូចសើចវិធីផ្សំយកគល់ស្លឹកគ្រៃចំនួន5គល់ស្លឹកតើយចំនួន5សន្លឹកស្លឹកក្រូចសើចចំនួន10សន្លឹកយកទាំង3មុខនេះយកមកដាំទឹកចំនួន2លីត្រដាំឲ្យពុះរយៈពេល20នាទីចាំបងប្អូនយកមកទទួលទានការទទួលទានមិនកំណត់ពេលនោះទេបងប្អូនចង់ហូបពេលណាក៏បានដែរត្រឹមតែរយៈពេល3ថ្ងៃឡើងទៅអាការៈធ្លាប់តែឈឺតាមម្រាមដៃម្រាមជើងឈឺក្បាលជង្គង់ឬឈឺតាមសរសៃពួរសាច់ដុំផ្សេងពុកម៉ែបងប្អូនខ្លះឡើងហើមតាមម្រាមដៃម្រាមជើងក៏មានដែរដោយសារបរិភោគសាច់គោសាច់មាន់សាច់ទាព្រោះសាច់ទាំងអស់នេះសុទ្ធតែមានជាតិអាស៊ីតម្ល៉េះហើយធ្វើឲ្យគាត់ឈឺចុកចាប់ពេលដែលទទួលទានសាច់ទាំងអស់នេះសូមពុកម៉ែបងប្អូនទទួលទានរូបមន្តនេះចុះមិនខុសបំណងទេត្រឹមតែរយៈពេល4សប្តាហ៍ធានាថាជំងឺឡើងជាតិអាស៊ីតរបស់ពុកម៉ែបងប្អូននឹងបានជាសះស្បើយជាក់ជាពុំខានរូបមន្តនេះមិនមានផលប៉ះពាល់ដល់ក្រពះពោះវៀននោះទេបងប្អូនហូបយូរកម្រិតណាក៏មិនមានការប៉ះពាល់ដែរសូមបញ្ជាក់គល់ស្លឹកគ្រៃស្លឹកតើយស្លឹកក្រូចសើចបងប្អូនប្រើស្រស់ក៏បានស្ងួតក៏បានឬមួយបងប្អូនយកទៅហាលឲ្យស្ងួតលីងឲ្យឈ្ងុយហើយចាំយកមកឆុងដូចជាទឹកតែក៏បានដែរវិធីសាស្ត្រណាដែលបងប្អូនគិតថាងាយស្រួលអាចធ្វើរូបមន្តមួយនឹងចាស់មិនខុសបំណងទេសង្ឃឹមថាពុកម៉ែបងប្អូនប្រើរូបមន្តនេះហើយនឹងបានជាដូចបំណងសូមអរគុណ